សូមស្ដាប់មជ្ឈដ្ឋានភូមិសាស្ត្រនិងដើមកំណើតខ្មែរបន្តពីភាគទី1ការមកដល់នៃក្រុមអូស្ត្រូនេស៊ីម៉ាឡាយ៉ូប៉ូលីនេស៊ីនៅយុគសម័យដែកក្រុមជនជាតិដែលនិយាយភាសាអូស្ត្រូនេស៊ីដែលជាប់ញាតិនឹងជនជាតិម៉ាឡេជ្វីជាដើមបានធ្វើចំណាកស្រុកពីតៃវ៉ាន់ឬចិនភាគខាងត្បូងមកកាន់ឥណ្ឌូចិនពួកគេបាននាំមកនូវបច្ចេកទេសដែកនិងវប្បធម៌ស្រែភ្លើងដ៏ក្លាហានក្រុមនេះគឺជាបុព្វបុរសផ្ទាល់របស់ជនជាតិខ្មែរនាពេលបច្ចុប្បន្នឥទ្ធិពលពីឥណ្ឌាការតម្កល់វប្បធម៌ចាប់ពីសតវត្សទី1មកតាមរយៈពាណិជ្ជកម្មដើមផ្លូវសមុទ្រវប្បធម៌ឥណ្ឌាបានចូលមកឥណ្ឌូចិនឥទ្ធិពលនេះមិនមែនជាការឈ្លានពានទេប៉ុន្តែជាការយកចិត្តទុកដាក់និងការទទួលយកពីអ្នកដឹកនាំដែនដីដើមពួកគេបានទទួលយកព្រហ្មញ្ញសាសនាព្រះពុទ្ធសាសនាប្រព័ន្ធសរសេរនិងគោលគំនិតនយោបាយអំពីអាណាចក្រដូចជាគំនិតអំពីទេវរាជការរួមបញ្ចូលគ្នារវាងវប្បធម៌ដើមនិងឥទ្ធិពលឥណ្ឌាបានបង្កើតបានជាមូលដ្ឋានរឹងមួយសម្រាប់អរិយធម៌ខ្មែរការកើតនៃរដ្ឋភាពខ្លួនមុនសតវត្សទី9នៅលើដែនដីកម្ពុជាបច្ចុប្បន្នមានរដ្ឋភាពខ្លួនជាច្រើនដែលគេស្គាល់ថាជាកភូមាឬកមេដឹកនាំដែលរួមបញ្ចូលទាំងវប្បធម៌ដើមនិងឥទ្ធិពលឥណ្ឌារដ្ឋទាំងនេះជារឿយធ្វើសង្គ្រាមគ្នាទៅវិញទៅមករដ្ឋសំខាន់មានដូចជាហ្វូនសតវត្សទី1-6ដែលជាអាណាចក្រពាណិជ្ជកម្មដើមផ្លូវសមុទ្រដ៏មានឥទ្ធិពលនិងចេនឡាសតវត្សទី6-9ដែលជារដ្ឋក្នុងស្រុកដែលមានឥទ្ធិពលក្នុងតំបន់វាលទំនាបកណ្ដាលការបង្រួបបង្រួមជាអាណាចក្រខ្មែរនៅឆ្នាំ800ពីព្រះមហាក្សត្រជីវមន្ទី2បានប្រកាសខ្លួនជាស្ដេចទេវតាទេវរាជនៅលើភ្នំគូលែនដោយបង្រួបបង្រួមអំណាចនយោបាយនិងសាសនាព្រឹត្តិការណ៍នេះត្រូវបានចាត់ទុកជាចំណុចចាប់ផ្ដើមនៃអាណាចក្រខ្មែរដែលរីកដល់ចំណុចកំពូលនៅសម័យអង្គរសតវត្សទី9-15ជនជាតិដែលរស់នៅក្នុងអាណាចក្រនេះត្រូវបានគេហៅថាកុកខ្មែរដែលមានអត្តសញ្ញាណជាតិនិងវប្បធម៌ដាច់ដោយឡែកសង្ខេបជាតិខ្មែរបានកើតឡើងពីការរួមបញ្ចូលគ្នារវាង1. ក្រុមជនជាតិដើមអូស្ត្រូអាស៊ីក 2. ក្រុមអូស្ត្រូនេស៊ីដែលធ្វើចំណាកស្រុកមកកាន់តំបន់ 3. ឥទ្ធិពលវប្បធម៌ឥណ្ឌាដ៏ខ្លាំងក្លា 4. ការបង្រួបបង្រួមនយោបាយក្រោមអាណាចក្រខ្មែរដូច្នេះមជ្ឈដ្ឋានភូមិសាស្ត្រដ៏សម្បូរបែបនិងទីតាំងយុទ្ធសាស្ត្របានផ្ដល់នូវរូបកាយខណៈដើមកំណើតដ៏សម្បូរបែបបានផ្ដល់នូវវិញ្ញាណដើម្បីបង្កើតបានជាជាតិនិងអរិយធម៌ខ្មែរដ៏អស្ចារ្យមួយ